សួស្តីកូនៗស្វាគមន៍មកកាន់ថ្នាក់ភាសាខ្មែរអទី4នៅក្នុងវីដេអូនេះយើងមករៀនអានមេរៀនភាសាខ្មែរអទី4នៅទំព័រទី2ព្រឹត្តិការណ៍នៃរឿងចាព្រឹត្តិការណ៍នៃរឿងតោះលើកូនមករៀនអានជាមួយអ្នកគ្រូទាំងអស់គ្នាព្រឹត្តិការណ៍នៃរឿងក្នុងរឿងមួយតែងមានព្រឹត្តិការណ៍ផ្សេងកើតឡើងសកម្មភាពឬអ្វីដែលតួអង្គធ្វើនិងជួបប្រទះឬអ្វីដែលកើតឡើងចំពោះតួអង្គគឺជាព្រឹត្តិការណ៍នៃរឿងចូលអានរឿងខាងក្រោមតើរឿងនេះមានព្រឹត្តិការណ៍អ្វីខ្លះរឿងរីនិងស្រមោចរដូវប្រាំងរីហើរច្រៀងលេងគ្មានគិតខ្វល់ខ្វាយរកស្រូវអង្ករទុកឡើយឯស្រមោចជាសត្វឧស្សាហ៍ខំនាំគ្នារកស្បៀងទុករដូវភ្លៀងធ្លាក់មកដល់រីអត់អាហារក៏ហើរទៅខ្ចីស្បៀងស្រមោចសួររីអើរីកាលពីរដូវប្រាំងតើអ្នករវល់ធ្វើអ្វីបានជាមិនខំរកស្បៀងទុករីឆ្លើយខ្ញុំរវល់ហើរស្រែកច្រៀងលេងយ៉ាងសប្បាយស្រមោចតបរីអើយបើពីដើមអ្នកធ្លាប់ច្រៀងលេងឥឡូវច្រៀងទៀតទៅព្រោះការច្រៀងនាំឲ្យអ្នកឆ្អែតរីនៅតែទទូចអង្វរស្រមោចអោមិត្តអើយខ្ញុំអត់បាយស្ទើរដាច់ពោះទៅហើយស្លាប់ទៅហើយអាណិតចែកស្បៀងឲ្យខ្ញុំខ្ចីបន្តិចមកស្រមោចឆ្លើយស្បៀងយើងមានខ្លះដែរតែទុកល្មមកូនចៅយើងពុំមានស្បៀងច្រើនចែករំលែកឲ្យអ្នកទេរីអស់សង្ឃឹមក៏ហើរទៅវិញទាំងទុក្ខសោករឿងនេះមានព្រឹត្តិការណ៍ពីរគឺ1នៅរដូវប្រាំងរីហើរច្រៀងលេងឥតខ្វល់ខ្វាយរីឯស្រមោចខំរកស្បៀងទុកទី2រដូវភ្លៀងធ្លាក់រីអត់ស្បៀងក៏ទៅខ្ចីស្បៀងពីស្រមោចតែស្រមោចមិនឲ្យព្រឹត្តិការណ៍នៃរឿងគឺជាហេតុការណ៍ដែលកើតឡើងនៅក្នុងរឿងនិទានផ្សេងៗឥឡូវកូនអានជាមួយអ្នកគ្រូម្ដងទៀតតែម្ដងនេះអ្នកគ្រូអត់ទាំងអល់ទេអ្នកគ្រូអានយកតែម្ដងណាព្រឹត្តិការណ៍នៃរឿងសំទោសក្នុងរឿងមួយតែងមានហេតុការណ៍ផ្សេងកើតឡើងសកម្មភាពឬអ្វីដែលតួអង្គធ្វើនឹងជួបប្រទះឬអ្វីដែលកើតឡើងចំពោះតួអង្គគឺជាព្រឹត្តិការណ៍នៃរឿងចូលអានរឿងខាងក្រោមតើរឿងនេះមានព្រឹត្តិការណ៍អ្វីខ្លះរឿងរីនិងស្រមោចរដូវប្រាំងរីហើរច្រៀងលេងគ្មានគិតខ្វល់ខ្វាយរកស្រូវអង្ករទុកឡើយឯស្រមោចជាសត្វឧស្សាហ៍ខំនាំគ្នារកស្បៀងទុករដូវភ្លៀងធ្លាក់មកដល់រីអត់អាហារក៏ហើរទៅខ្ចីស្បៀងស្រមោចសួររីអើរីកាលពីរដូវប្រាំងតើអ្នករវល់ធ្វើ
ធ្វើអ្វីបានជាមិនខំរកស្បៀងទុករីឆ្លើយខ្ញុំរវល់ហើរស្រែកច្រៀងលេងយ៉ាងសប្បាយស្រមោចតបរីអើយបើពីដើមអ្នកធ្លាប់ច្រៀងលេងឥឡូវច្រៀងទៀតទៅព្រោះការច្រៀងនាំឲ្យអ្នកឆ្អែតរីនៅតែទទូចអង្វរស្រមោចអោមិត្តអើយខ្ញុំអត់បាយស្ទើរដាច់ពោះស្លាប់ទៅហើយអាណិតចែកស្បៀងឲ្យខ្ញុំខ្ចីបន្តិចមកស្រមោចឆ្លើយស្បៀងយើងមានខ្លះដែរតែទុកល្មមកូនចៅយើងពុំមានស្បៀងច្រើនចែករំលែកឲ្យអ្នកទេរីអស់សង្ឃឹមក៏ហើរទៅវិញទាំងទុក្ខសោករឿងនេះមានព្រឹត្តិការណ៍ពីរគឺ1នៅរដូវប្រាំងរីហើរច្រៀងលេងឥតខ្វល់ខ្វាយរីឯស្រមោចខំរកស្បៀងទុក2រដូវភ្លៀងធ្លាក់រីអត់ស្បៀងក៏ទៅខ្ចីស្បៀងពីស្រមោចតែស្រមោចមិនឲ្យព្រឹត្តិការណ៍នៃរឿងគឺជាហេតុការណ៍ដែលកើតឡើងនៅក្នុងរឿងនិទានផ្សេងៗចាអញ្ចឹងនៅក្នុងវីដេអូនេះអ្នកគ្រូមានប៉ុណ្ណឹងបើកូនៗពេញចិត្តវីដេអូអ្នកគ្រូហើយចង់រៀនមេរៀនបន្តកូនៗជួយចុច like ឬក៏ subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតចាអរគុណច្រើនជម្រាបលា